một ngày á thôi tại ca nghe một con tơ tụ sạp ấy chởn bê giấy đợi mình chia bỏ bạch tông ảnh tĩnh sao đa đó tên rồi chia tục tăng lồng o tọc thơ can tích mơ đầm bay ở được chạm phần này khác សួស្តីអ្នកនរគ្នាខ្ញុំគឹមឈីថ្ងៃនេះហើយខ្ញុំនឹងនាំអ្នកនរគ្នាមករកទិញរុក្ខជាតិតុបតាំងលម្អតុកធ្វើការចង់ដឹងថាខ្ញុំទិញរុក្ខជាតិបែបណាតោះទៅមើលជាមួយខ្ញុំទាំងអស់គ្នាដៃបង Hello បងថ្ងៃហ្នឹងខ្ញុំមករកទិញរុក្ខជាតិរបៀបថាតុកតាំងតុក office យើងអញ្ចឹងណាបាទបងមានរបៀបថារុក្ខជាតិណាដើម្បី ណែនាំខ្ញុំមកធ្វើដោយសារតែខ្ញុំអត់ដែរទិញសោះអត់ដែរដឹងពីរុក្ខជាតិណាដែលយើងគួរតាំងលម្អនៅ office បានអញ្ចឹងណារុក្ខជាតិទី1ដែលគាត់បានណែនាំខ្ញុំនោះគឺដើមត្រជាក់ចិត្តឬក៏ហៅថា CC plant ក្នុង office បងអត់សូវមានពលឺទេយើងអាចប្រើជាប្រភេទពួកប្រភេទពួកនេះបានអានេះគេហៅត្រជាក់ចិត្ត ងាយស្រួលក្នុងការដាំហើយអត់សូវស៊ីពលឺទេរុក្ខជាតិទី2នេះគឺ photo ហើយគាត់ប្រាប់ថារុក្ខជាតិ photo នេះគឺមានច្រើនខ្លាំងមែនតែម្ដងខ្មែរយើងភាគច្រើនឲ្យតែប្រភេទពួក photo យើងហៅមលូតែហ្នឹងហើយប៉ុន្តែមិនមលូដែលយើងហូបទេចាហើយជាពិសេសគាត់បានណែនាំ photo ខ្ញុំមួយទៀតគឺស្អាតខ្លាំងមែនតែស្លឹក photo មួយនេះគឺចេញជារូបបេះដូងតែម្ដងសម្រាប់រុក្ខជាតិមួយនេះវិញគឺមានឈ្មោះថា snake plant ចាគឺឈ្មោះខ្មែរគឺប្រទាលពោះអ្នកនរគ្នាមើលទៅហុករៀងគេក៏ដូចដែរតែអ្វីដែលខ្ញុំចាប់អារម្មណ៍ជាងគេនោះគឺអត់ដាំនឹងដីទេគឺអ្នកនរគ្នាមើលឃើញចឹងគឺដាំមួយទឹកក៏ហួសដែរបងរបៀបថាតាំងលម្អក្នុង office ចឹងវាច្រើនមានតែប្រភេទស្លឹកចឹងឯងមែនអត់មានរបៀបផ្កាយើងអាចដាំបានអត់បងប្រភេទផ្កាតាមពិតទៅមែនតើទៅប្រភេទពួករុក្ខជាតិតាំងលម្អក្នុង office ភាគច្រើនគឺជាស្លឹកគាត់ថាប្រភេទពួករុក្ខជាតិស្លឹកខ្លះក៏វាមានផ្កាដែរខ្ញុំឧទាហរណ៍ដោយប្រភេទពួកនាគក្រហមនេះអញ្ចឹងប្រភេទពួកនាគក្រហមនេះវាមានផ្កាសម្រាប់រុក្ខជាតិមួយនេះហុករៀងគេស័ក្តិសមនឹងឈ្មោះហ្មងឈ្មោះនាគក្រហមមើលក្រហមដូចគ្នានេះបើមួយនេះវិញគឺ Paisley ឬក៏ហៅមួយទៀតថាស្ដេចនាគសមុនហ្នឹងស្ដាប់តាបងប្រាប់ណែនាំអំពីឈ្មោះរុក្ខជាតិឥឡូវមកស្ដាប់ការណែនាំផកគាត់ថាត្រូវថែទាំរុក្ខជាតិបែបណាវិញនេះគឺជាគន្លឹះសំខាន់តែម្ដងព្រោះដោយសារតាមកតែងឲ្យអត់ដឹងរបៀបថែទាំមិនកើតជាទូទៅរុក្ខជាតិយើងអត់លើកវាទៅដាក់ពីកន្លែងមួយទៅកន្លែងមួយដូរភ្លាមឧទាហរណ៍ដូចមុនដំបូងយើងដាក់វាក្នុងម្លប់បន្ទាប់មកយើងគិតថាដោយសារតែវាខ្វះថ្ងៃចឹងយើងយកវាទៅដាក់ត្រូវថ្ងៃអាហ្នឹងគឺខុសហ្មងអូចឹងហ៎បងបាទហ្នឹងហើយដោយសារតែអាហ្នឹងគេហៅដូចរបៀបដូចវានៅម្លប់សុកយកវាទៅដាក់ត្រូវថ្ងៃវាសក់វាទៅជាងាប់ហ្នឹងហើយខ្ញុំសូមឲ្យគាត់ណែនាំតែប៉ុណ្្នឹងបានហើយបន្ទាប់មកខ្ញុំនឹងដើរមើលនឹងជឿរើសខ្លួនឯងបន្តទៀតអូនៅណៃហាគាត់មានផើងដីឥដ្ឋទៀតរបៀបថាគ្រប់ត្រស្នាដៃកូនខ្មែរយើងណាហើយមិនមែនតែម៉ូតណាមានច្រើនម៉ូតនេះអូយគ្រប់ទម្រង់ចង់បានម៉ូតមិនក៏បានដែរខ្ញុំមកកាលពីមុនណាខ្ញុំអត់ដែរចេះស្រឡាញ់រុក្ខជាតិអីចឹងទេតែគិតថាខ្លួនឯងនឹងទិញរុក្ខជាតិយកទៅដាំមិនដឹងថាមកពីខ្លួនឯងអាយុច្រើនជាងមុនការគិតខុសពីមុនឬក៏យ៉ាងម៉េចឯងមានអារម្មណ៍ថាឥឡូវចង់ដាំរុក្ខជាតិមើលឃើញអ្វីពណ៌បៃតងអីចឹងណាបើសិនជាណាគេអញ្ចឹងដូចខ្ញុំខ្លះ complete comment នៅក្នុងវីដេអូខ្ញុំដឹងផងបន្ទាប់ពីចប់មកទិញរុក្ខជាតិដល់ខ្លួនឯងអញ្ចឹងមិនដឹងថាតាមពិតទៅរុក្ខជាតិហ្នឹងមិនមែនចេះតែដាំទេយើងត្រូវមានខ្លួនខ្នាតថាត្រូវពលឺប៉ុណ្ណាពេលណាដែលត្រូវស្រោចទឹកអីចឹងទៅហើយសម្រាប់អ្នក office ដូចខ្ញុំជាលើកទី1អត់ដែរចេះដាំសោះបើស្ដាប់បងគាត់ប្រាប់ចឹងមិនដឹងគេត្រូវធ្វើម៉េចអីចឹងទៅហើយបើបានមើលឃើញពណ៌បៃតងអីជុំវិញខ្លួននេះមិនដឹងថាអូយស្រឡះភ្នែកល្អហ្មងណាអញ្ចឹងជាចង់ក្រោយខ្ញុំមានតែប៉ុណ្្នឹងទេជួយជាមួយខ្ញុំគឹមឈីនៅវីដេអូក្រោយបាយបាយ